ថ្ងៃនេះនឹងខ្ញុំធ្វើពងទាត្រាំជាមួយនឹងទឹកស៊ីអ៊ីវហើយនឹងខ្ញុំបន្ថែមជាមួយនឹងខ្ទឹមសហើយនឹងម្ទេសផងដែរតែមុននឹងធ្វើនេះខ្ញុំរងចាំកូនបើនឹងខ្ញុំចេញពីសាលារៀនសិនព្រោះថាគាត់ចង់មកធ្វើជាមួយនឹងខ្ញុំដែរនៅពេលដែលម៉ាក់ចាំអញ្ចឹងថាអូសប្បាយចិត្តដល់បានមកលេងជាមួយម៉ាក់អញ្ចឹងអញញឹមរហូតហ្មងណាហើយគ្រឿងទេសសំខាន់បំផុតហ្នឹងគឺមានពងទាចំនួន10គ្រាប់ម្ទេសមួយខាំហើយនឹងខ្ទឹមសមួយខាំផងដែរនេះខ្ញុំជ្រើសរើសយកតែផ្នែកក្រហមណាបងប្អូនធ្វើឲ្យបានស្អាតមកតែនេះខ្ញុំបែកអស់3គ្រាប់បងប្អូនសល់តែ7គ្រាប់ទេហើយនឹងខ្ញុំយកគ្រឿងផ្សំទាំងអស់ហ្នឹងទៅកម្ដៅឲ្យបានក្ដៅសិនព្រោះថានៅពេលធ្វើបែបនេះគឺពេលដែលញ៉ាំទៅស្និទ្ធមាត់បងប្អូននេះខ្ញុំកម្លោចស្ករឲ្យបានក្រហមតិចមកទៅនឹងខ្ញុំចាក់ម្សៅស៊ុបចូលទឹកស៊ីអ៊ីវចូលហើយនឹងទឹកសចូលផងដែរបន្ទាប់មកនេះខ្ញុំទុកឲ្យត្រជាក់ណាបងប្អូនទុកឲ្យត្រជាក់បន្តិចទៅនឹងខ្ញុំដាក់ខ្ទឹមសចូលហើយនឹងម្ទេសចូលផងដែរនេះខ្ញុំយកមកស្រោចលើជាមួយនឹងពងទាផ្នែកក្រហមហ្នឹងទៅនេះខ្ញុំបន្ថែមនឹងម្ទេសពីលើទៀតអញ្ចឹងទៅនេះខ្ញុំចូលចិត្តម្ទេសនេះខ្ញុំដាក់ម្ទេសបន្ថែមឲ្យច្រើនហើយរួចរាល់បងប្អូននេះខ្ញុំយកទៅទុកនៅក្នុងទូទឹកកករយៈពេល1យប់សិនចាំមើលនៅពេលតែថ្ងៃស្អែកនេះខ្ញុំនឹងថតវីដេអូថ្មីជូនបងប្អូនទស្សនាបន្ថែមទៀតអរគុណអូនពូមីងដែលទស្សនាវីដេអូរបស់អូន